បាទក្នុងនេះខ្ញុំចង់និយាយអំពីភាពខុសគ្នារវាង major ហើយ minor កាលណា note មួយជា major ដូចបទនេះអញ្ចឹងគឺ do major ពីព្រោះវាចប់នៅកន្លែង do ណាចប់នៅ note do ហើយលេង note សទាំងអស់នោះបាទហើយអញ្ចឹងបាននេះថា do major ហើយប៉ុន្តែឧបមាថាយើងនៅឃើញអូចង់ដូរឲ្យទៅជាកែទៅជា minor វិញឬសូដូចគ្នាទេអត់បានទេ note ហ្នឹងតែកែទៅឬសូខុសពីមុនមកឬសូល្វីងឥឡូវខ្ញុំចាក់សាកចាក់បទ do major ហ្នឹងសាកមើលបាទអាហ្នឹង do major ទោះមកថាខ្ញុំចង់កែទៅជាminor វិញខ្ញុំ select យក key មករួចហើយ select all ទាំងអស់ទៅ control A click right button មកចុចមកអានេះ do major ហើយខ្ញុំចុចនោះឲ្យវាកែទាំងអស់ហើយខ្ញុំឲ្យចុះវិញអត់ឲ្យឡើងទេហើយដូរទៅជា minor key do minor key វាកែទៅជា A minor វាត្រូវគ្នាពីហ្នឹងវា relative គ្នាណាគឺ A minor ហើយ C major វា relative គ្នាវាដូចជាបងប្អូនគ្នាអញ្ចឹងណាប៉ុន្តែគ្រាន់តែមួយ major minor ប៉ុន្តែសំឡេង melody note ហ្នឹងលេងត្រូវគ្នាហើយលេងដូចគ្នាហើយចាំខ្ញុំចុច OK មកពីកែហើយកែហ្នឹងគឺតើឮសូរសំឡេងដូចគ្នាដែរអត់ melody ហ្នឹងដូចគ្នាដែរអត់បាទស្ដាប់ទៅគឺយើងឮសូរដូចវាឆ្កងណាឬមួយក៏វាដូចថាវាសូរល្វីងល្វើយណាបាទឬសូរដូចជាអូសឡាយជាងមុនណាបាទវាលក្ខណៈដូចសំឡេងច្រៀងហ្នឹងវាដូចជារំញែកជាងមុនណាបាទហើយសំឡេងមុនហ្នឹងការ do major ឬសូរច្បាស់តែម្ដងហើយយើងឃើញ minor វាចុះមិញខ្ញុំសិតឲ្យចុះអញ្ចឹងណាហើយវាចុះមក A ហ្នឹងណាចប់ A ហើយ note សទាំងអស់គឺ La minor ហើយស្ដាប់ទៅគឺវាអត់ដូចមុនទេវាទៅជា do melody អត់ melody អត់ដែរឥឡូវខ្ញុំកែមកដើមវិញវាត្រឡប់មកដើមវិញហើយត្រឡប់ទៅចប់មក do major អាហ្នឹងគឺយើងដូចខ្ញុំជំរាបចឹងគឺកាលណា do កែពី major ទៅ minor អត់បានទេប៉ុន្តែបើកែទៅបើ major ស្ដាប់ do ទៅ major ដូចគ្នាគ្រាន់តែឡើងខ្ពស់ទៀតទេសំឡេងខ្ពស់ទៀតជាងមុនទេរីឯ minor ក៏អញ្ចឹងដែរ do minor ហ្នឹងកែ A minor ទៅជា minor ស្អីទៀត mi minor E minor អីចឹងទៅចេះបានដែរ do major ទៅជា re major sol major អីចេះបានឧបមាថានេះអានេះខ្ញុំចង់ do ទៅជា sol major កែវាទៅជា sol major កែទៅ sol major ខ្ញុំកែទៅអញ្ចឹងក៏បានដែរចុចទៅ sol major នេះមួយក៏បានដែរក៏តែគាត់ថាហ្នឹងយើងអត់អាចកែបានពឹស្ដារបើមកកន្លែងនេះយើងកែពឹស្ដារយើងចុចមកនេះដូរទាំងអស់ណាហើយ sol major ខ្ញុំដូរទៅ up បាទខ្ញុំសង្កេតឃើញថាពី do major ទៅ sol major ហ្នឹងគឺនេះណាបាទខ្ពស់ណាស់បើទៀបពេកខ្ពស់ពេកបាទឥឡូវខ្ញុំដាក់ up បាទទៅឡើងខ្ពស់ហ្មងបាទមកឡើងខ្ពស់បើថាចុចឲ្យទៀបក៏ទៀបពេកដែរបាទហើយយើងស្ដាប់មើលបាទអញ្ចឹងបានថាគេកម្រច្រៀង
ខ្មែរយើងក៏រកជាងជា sol major ណាបាទខ្ពស់ពេកប៉ុន្តែចម្រៀងខ្លះបទខ្លះខ្ញុំសង្កេតឃើញមានដែរមាន sol major ដែរប៉ុន្តែដោយសារ melody មានលក្ខណៈពិសេសដែរហើយយើងសិនតែពង្រីកមើល sol major នឹងស្តៀង do major យើង note សទាំងអស់លើកលែងតែ note នេះមួយនេះ note fa ណានេះ re mi fa ញ៉ា note fa ហើយតែដល់ note fa ហ្នឹងគឺត្រូវតែលេង sharp នេះ fa sharp អត់លេង fa ធម្មតាទេណាបាទ fa sharp យើងចាក់មិញនេះគឺខ្ពស់បាទអញ្ចឹងខ្ញុំកែត្រឡប់មកដើមវិញបាទកែត្រឡប់មកដើមវិញហើយអញ្ចឹងបើសិនជាយើងចង់ទៅជា do major ទៅជា re major វិញណាអាហ្នឹងសំឡេងមិនសូវខ្ពស់ពេកទេបាទអញ្ចឹងហើយបានតែគេច្រើនច្រៀងសំឡេងជា re major សំឡេង re major ហ្នឹងគេដាក់ sharp ដល់12ដើម្បីទប់បាទកុំឲ្យខ្ពស់ពេកណាបាទហើយអញ្ចឹងកែទាំងអស់ឲ្យឡើងទៅលើខ្ពស់ជាងមុននេះវាឡើងខ្ពស់ជាងមុនមិនច្រើនទេពី do major ហ្នឹងណាបាទយើងចាក់សាកមើលប៉ុន្តែនេះក៏ដូចជាខ្ពស់បន្តិចដែរណាប៉ុន្តែយ៉ាងហោចណាស់គេច្រៀងបានហើយយើងឃើញថាច្រៀងបានប៉ុន្តែស្ដាប់ទៅអ្នកច្រៀងហ្នឹងតតែសំឡេង tenor សំឡេងប្រុសបើសំឡេងប្រុសត tenor ណាបើសំឡេងស្រីត soprano នឹងបានច្រៀងបទហ្នឹងបានណាតសំឡេងជា tenor ឬ soprano សំឡេងស្រួយបាទសំឡេងស្រួយហើយយើងមើលចប់ទៅគឺ re បាទចប់ទៅ re បើ do សំឡេងយើងបាត់ណាសំឡេងទៀបល្មមក្រអួនល្មមប៉ុន្តែបទភាគច្រើនខ្ញុំឃើញជា re major គេសរសេរមកជាលក្ខណៈ re major គឺព្រោះល្មមមិនស្រួយនេះបទនេះពេកទេបទនេះគួរតែ do major ហើយបានសំល្មមណាបាទឆ្នេះ re major គឺអញ្ចឹងហើយយើងមើលសញ្ញា key វាកាលមុនមាន sharp តែមួយតែឥឡូវថែម sharp មួយទៀតហ្នឹងកាល sol major ដល់ do major ថែម sharp មួយទៀតកាលមុន sol major គឺមកដល់កន្លែង note fa វាទៅជា fa major ប៉ុន្តែដល់ពេល re major គេថែម note do នេះមួយទៀត note do ឲ្យតែដល់ note do គឺត្រូវតែលេងជា do sharp បាទនេះ do ហ្នឹង do sharp ណាបាទអត់ do ធម្មតាទេមាន sharp ទៅវាមុខហ្នឹង sharp តែមួយហ្នឹងមកខ្សែមកចប់នៃបទហ្នឹងគឺកែទាំងអស់បាទdo បាទ do ហ្នឹងគឺអត់ do ធម្មតាទេគឺលេង do sharp បាទអញ្ចឹងឲ្យតែកន្លែងដើមហ្នឹងគឺបានន័យថាត្រូវ do ទាំងអស់ហើយគេមានឈ្មោះពីពិសេសអញ្ចឹង do major អត់មានអីទេមាន note សធម្មតា re major មាន2មាន sharp 2ហើយទៅទៀតចឹងទៅ sol major មាន sharp តែមួយទេបាទហើយចេះតែកែតាមនឹងចឹងទៅណាតាមកម្ពស់សំឡេងចឹងហើយបានថាkey ហ្នឹងគឺសំខាន់ណាស់គឺដើម្បីឲ្យយើងអាចកែសំឡេងហ្នឹងតម្រូវតាមយើងអ្នកលេងបាទថាយើងអ្នកច្រៀងបាទជាពិសេសគឺអ្នកច្រៀងកែកម្ពស់សំឡេង melody ហ្នឹងឲ្យត្រូវនឹងអ្នកច្រៀងបើសិនជាខុសតិចតួចគេអាចកែគឺថាកន្លែងខ្លះលឿនពេកដល់ដង្ហើមមិនទាន់អញ្ចឹងណាឡើងកន្លែងនេះជួនណាខ្ពស់ពេកអញ្ចឹងទៅគេអាចកែណាឲ្យចុះមកទាបបន្តិចអញ្ចឹងហើយបានជាការរៀបរៀងបទភ្លេងនេះគឺសំខាន់ណាស់គឺដោយសារអ្នករៀបរៀងនឹងឯងបានជាអាចកែបទដែលគេអាចនិពន្ធបានហ្នឹងឲ្យទៅជាអ្នកច្រៀងនឹងច្រៀងបានតម្រូវនឹងអ្នកច្រៀងគេរៀបរៀងឲ្យត្រូវហ្នឹងអ្នកច្រៀងហើយក៏អាចដូរកែនៅ melody ថែមខ្លះទៀតផងណា melody មិនដូចគ្នាទេគាត់យើងស្ដាប់ទៅវាស្តៀងគ្នាប៉ុន្តែគាត់ថាបើខ្ពស់កុំឲ្យខ្ពស់ពេកបើទាបកុំឲ្យទាបពេកឲ្យត្រូវទៅនឹងអ្នកច្រៀងនឹងដូចខ្ញុំបញ្ជាក់អញ្ចឹងប្រធានបទនៃវីដេអូនេះគឺចង់និយាយថា major ហើយ minor ដូរពីគ្នាទៅវិញទៅមកអត់បានទេតែបើថា do major ហើយ major ដូចគ្នាបានណា
thì thà rê majorហ្នឹងដូកែទៅជាដូ major វិញក៏បានដែរកែទៅជាដូ major វិញបានហើយស្ដាប់ទៅ melody ដូចគ្នាបាទស្ដាប់ទៅ melody ដូចគ្នាអត់មានកែទេគ្រាន់តែថាកែ melody អត់កែហើយប៉ុន្តែវាទៀបជាងមុនល្មមយើងច្រៀងបានបាទនឹងមានតែប៉ុណ្្នឹងឯង